មើនេះបងប្អូនមកតែមកហូបនៅអ៊ីអនហ្នឹងថ្ងៃនេះខ្ញុំមកតែ4មុខនៅអ៊ីអនចង់ដឹងថាមួយណាឆ្ងាញ់ជាងគេហើយមួយមុខនេះគឺស្លការីសាច់មាន់ដែលសារបង working ម៉ាក់គាត់ញ៉ាំមកតែខ្ញុំឃើញតំណងពេកខ្ញុំចង់មកសាវតែឆ្ងាញ់ដូចគាត់និយាយមែនអត់ចឹងអ្នកនរគ្នាមកហូបខ្ញុំទិញមក4មុខនេះគឺអស់40000ជាង$10ជាងអាចនិយាយបានថាមួយចាន10000នៅអ៊ីអននេះមានលក់មកហូបគ្រប់ទាំងអស់ហ្មងអ្នកនរគ្នាថាច្រើនសម្បូរបែបប៉ុន្តែបើថាចង់ញ៉ាំមួយណាអាហ្នឹងដល់យើងជ្រើសរើសដែរតែឥឡូវថ្ងៃនេះខ្ញុំមកភ្លក់4មុខចឹងមុខម្ហូបទី1ហ្នឹងគឺដូចឃើញនឹងរូបមិញចឹងមានបុកល្ហុងបាញ់ស៊ុងលតឆាហើយនឹងមួយទៀតគឺស្លការីសាច់មាន់មុនហ្នឹងអ្នកនរឃើញខ្ញុំកំងម្ហូបលើស្រួលអត់ញ៉ៃញ៉ៃដូចមុនណាលើកមុនយើងឈរទិញបងលុយអីចឹងបើឥឡូវអត់ទេគឺមានអាម៉ាស៊ីនដែលគេកំងខ្លួនឯងអាហ្នឹងស្រួលហ្មងទៅដល់បាញ់យីហោណាគេទិញទៅហើយយើងយក receipt ដើរកាន់យកម្ហូបយើងញ៉ាំចឹងហើយអ្នកនរ favorite ខ្ញុំបំផុតហ្មងគឺបុកល្ហុងហ្នឹងវាឆ្ងាញ់ហ្មងអ្នកនរអ៊ីអនប៉ាន់លាយខ្លាំងណាលាយគ្រឿងបុកល្ហុងហ្នឹងទៅសាកអ្នកនរតែ10000ទេហើយបុកល្ហុងក្តាមប្រែក៏បានបុកល្ហុងអីក៏បានហើយឆ្ងាញ់គ្រប់មុខទាំងអស់មកនិយាយពីបាញ់ស៊ុងនេះវិញនិយាយពីច្រើនអ្នកនរបរិមាណច្រើនហ្មងប៉ុន្តែរសជាតិវិញគឺអត់ទេអ្នកនរអើយល្បាយអីដាក់មកទាំងមួយនំបញ្ចុកមកមានផលិតមានទីយ៉ងចេកអីមួយយ៉ាងរបស់គេដែរណោះប៉ុន្តែអីរសជាតិគ្រាន់ថាវាអត់ឆ្ងាញ់ដូចយ៉ាងញ៉ាំនៅផ្សារអីទេអត់មានខ្ទិះដូងអត់មានបកាបុកអត់មានអីទេចយ៉ដូចជាអត់ឃើញដាក់ឲ្យដែរអ្នកនរគេក៏មានខ្ញុំភ្លេចបាត់នេះខ្ញុំដាក់រូបឲ្យមើលល្បាយបាញ់ស៊ុងអ្នកនរអញ្ចឹងខ្ញុំអត់សូវ recommend ទេណាសម្រាប់បាញ់ស៊ុងនៅអ៊ីអនបន្តមកទៀតគឺសម្លការីសាច់មាន់ដែលមកតាមបង working ម៉ាក់ហើយមានអីអ្នកនរញ៉ាំបានតើវាមិន bad ពេកគ្រាន់តែវារៀងរសជាតិផ្អែមហើយរៀងស្ទើរដូងអញ្ចឹងបើសិនជាធ្វើការីយើងអាចដាក់ដូងច្រើនតិចបើទឹកវាខាប់តិចណាដែលវាមានចឹងអត់អីបងចាំថ្ងៃក្រោយខ្ញុំហៅទៅញ៉ាំកន្លែងខ្ញុំហ្មងមុននឹងម្លងមុខម្ហូបមួយគឺលតឆានៅនេះលតឆាក៏ឆ្ងាញ់ដែរខ្ញុំ recommend សម្រាប់លតឆាណាអញ្ចឹងបុកល្ហុងនិងលតឆា